លោកគ្រូនិងគ្រូអញ្ចឹងថ្ងៃហ្នឹងខ្ញុំសូមបង្ហាញអំពី website មួយដែលយើងអាចប្រើប្រាស់ដើម្បីបែងចែកក្រុមសិស្សឬក៏ការជ្រើសរើសសិស្សដោយចៃដន្យក្នុងការឆ្លើយសំណួរអញ្ចឹងដើម្បីចូលទៅដល់ការប្រើប្រាស់ website សូមលោកគ្រូនិងគ្រូចូលទៅលើ Chrome នៅក្នុងកុំព្យូទ័រឬក៏នៅក្នុងទូរស័ព្ទរបស់លោកគ្រូនិងគ្រូមានGoogle ឬក៏នៅក្នុង iPhone យើងមាន Safari បាទអាចចូលទៅក្នុងនោះទៅហើយយើងចុចទៅលើ website Google របស់យើងអញ្ចឹងយើងនៅពេលដែលយើងចូលទៅដល់ platform Google របស់យើងនៅក្នុងកន្លែង search នេះគឺគ្រូចូលទៅហើយវាយពាក្យថា Team Pickerville បាទអញ្ចឹង Team បាទ Pickerville មកបាទ T E A M P I C K E R បាទវាយតែប៉ុណ្្នឹងមកបាទ Team Pickerville ហ្នឹងគឺវានឹង load ឲ្យហើយគ្រូបាទអញ្ចឹងនៅក្នុង Team Pickerville នេះគ្រូនឹងឃើញ logo បែបនេះបាទគ្រូនឹងទទួលបានឃើញ logo បែបនេះវាដាក់ Team Pickerville បែបនេះអញ្ចឹងលោកគ្រូឃើញហើយលោកគ្រូអាចចុចលើវាទៅលោកគ្រូនឹងចូលទៅយក website នឹងប្រើប្រាស់បានហើយតែនៅក្នុង website នេះវាមានបែបនេះគឺជាការបែងចែកក្រុមអញ្ចឹងសម្រាប់ខ្ញុំធ្លាប់ប្រើប្រាស់ពីមុនហើយខ្ញុំមានឈ្មោះនៅក្នុងនឹងស្រេចប៉ុន្តែខ្ញុំសូមបង្ហាញអំពីការអាប់ឡូតឈ្មោះរបស់សិស្សចូលតែម្ដងបាទសម្រាប់ការអាប់ឡូតសិស្សគឺលោកគ្រូមើលទៅលើ platform ខាងស្ដាំដៃគឺមានពាក្យថា insert នេះអញ្ចឹងលោកគ្រូឃើញទេគឺអត់ទាន់មានឈ្មោះសិស្សទេបាទអញ្ចឹងលោកគ្រូទៅរកឈ្មោះសិស្សសិនអញ្ចឹងបើសិនបើលោកគ្រូមានឈ្មោះសិស្សនៅក្នុងតារាង Word ឬក៏តារាង Excel លោកគ្រូចូលទៅក្នុងតារាង Word ឬក៏ Excel ហ្នឹងទៅដូចខ្ញុំមាននៅក្នុងតារាង Excel អញ្ចឹងខ្ញុំចូលក្នុងតារាង Excel របស់ខ្ញុំហើយខ្ញុំធ្វើការ copy ចំនួនឈ្មោះសិស្សរបស់ខ្ញុំនៅក្នុងហ្នឹងបាទអញ្ចឹង copy មកយើងមានសិស្សប្រហែលយើង copy សិស្សរបស់យើងនៅក្នុងនោះមកបាទ Ctrl C បន្ទាប់មកយើងចូលទៅ website របស់យើងវិញហើយយើងចុចទៅលើខាងស្ដាំដៃយើងមានពាក្យ tray 3នេះមាន view import input បាទអញ្ចឹងចុចទៅវាទៅវានឹង load platform មួយបាទអញ្ចឹងលោកគ្រូដាក់ cursor នៅក្នុង platform ហ្នឹងយើងប្រើដាក់ក្នុង cursor នៅក្នុង platform ហ្នឹងទៅហើយយើងចុច Ctrl V គឺឈ្មោះដែលយើងបាន copy ចេញពី Word មិញ Excel មិញគឺវា load នៅក្នុងនេះទាំងអស់បាទបន្ទាប់ពីយើង copy ឈ្មោះសិស្សបានហើយយើងចុចមកកន្លែងពណ៌លឿងនេះពាក្យថា add link នេះមកបាទយើងនឹងបានបញ្ចូលឈ្មោះរបស់សិស្សរបស់យើងចូលនៅក្នុងនឹងបាទអញ្ចឹងសិស្សយើងសរុបមានប៉ុន្មានវានឹង load តិន័យឲ្យបាទគ្រូមើលទៅបាទនេះតិន័យរបស់យើងសរុបមានសិស្ស45នាក់អញ្ចឹងនៅក្នុង45នាក់ហ្នឹងលោកគ្រូចង់បានសិស្សប្រមាណក្រុមបាទអញ្ចឹងលោកគ្រូដាក់ចំនួនក្រុមមួយបាទក្រុមមុនបាទអញ្ចឹងនេះ number of group អញ្ចឹងយើងដាក់មកឧទាហរណ៍យើងចង់បាន5ក្រុមណាបាទអញ្ចឹងយើងចុចចំនួនលេខ5មកវានឹងបាន5ក្រុមហើយបាទអញ្ចឹងដល់នៅពេលយើងចង់បាន5ក្រុមហើយយើងចុចយក5វានឹងលោតចំនួនសិស្សក្នុងមួយក្រុមហើយបាទអញ្ចឹងវាបែងចែកឲ្យតែម្ដងអញ្ចឹង5ក្រុមហ្នឹងក្នុងមួយក្រុមគឺមានចំនួនសិស្សចំនួន9នាក់នៅក្នុងហ្នឹងបើលោកគ្រូគាត់ថាសិស្សចំនួន9នាក់ក្នុងមួយក្រុមច្រើនពេកលោកគ្រូអាចបន្ថែមក្រុមទៅថា6ក្រុមសិស្សសល់8 7ក្រុមសិស្សសល់7បាទអញ្ចឹងណាបាទបន្ទាប់ពីយើងអាប់ឡូតឈ្មោះសិស្សចូលហើយយើងជ្រើសរើសក្រុមហើយបាទយើងចង់បានចំនួនក្រុមហើយលោកគ្រូចុចទៅលើពាក្យ start វានឹង generate ក្រុមឲ្យឥឡូវខ្ញុំសាក start មើលបាទឃើញទេបាទជាលទ្ធផលការបែងចែកក្រុមរបស់យើងអញ្ចឹងក្នុងមួយក្រុមនេះក្រុមទី1បាទក្រុមទី1មានគ្នា6នាក់បាទក្រុមទី2មានគ្នា6នាក់ក្រុមទី3មានគ្នា6នាក់ប៉ុន្តែដល់ឡែកក្រុមទី5ហើយនិងក្រុមទី7មានគ្នា7នាក់បាទអញ្ចឹងនេះឈ្មោះរបស់សិស្សរបស់យើងគឺនៅក្នុងតាមក្រុមមួយជាការស្រេចអញ្ចឹងតែប៉ុណ្្នឹងមកអូខេហើយបាទ